ជាពិសេសលក់ក្រោមតម្លៃទីផ្សារតែម្ដងបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះដែរក្រាស់ VS 168 Autocar សូមមកបង្ហាញពុកម៉ែបងប្អូននៅរថយន្ត2គ្រឿងដែលទៅតែនឹងសម្រិតសម្រាំងថ្មីតែម្ដងបាទដាក់ជូនពុកម៉ែបងប្អូនបាទគឺប្រភេទរថយន្ត Toyota RAV4 ឆ្នាំ02និងឆ្នាំ01បាទឆ្នាំផលិត2002និងឆ្នាំផលិត2001បាទមុននឹងបង្ហាញរថយន្តជូនពុកម៉ែបងប្អូនខ្ញុំសូមបញ្ជាក់ពីនឹងលក្ខណៈពិសេសរបស់ Garage VS 168បាទគឺឯកទេសក្នុងការបងរំលោះជូនពុកម៉ែបងប្អូនបាទមិនថាពុកម៉ែបងប្អូនមកជាវជាលួយសុទ្ធឬក៏ពុកម៉ែបងប្អូនមកចង់សិក្សានៃការបងរំលោះពុកម៉ែបងប្អូនមានប្រាក់ចូលរួមក៏បានជាពិសេសពុកម៉ែបងប្អូនគ្មានប្រាក់ចូលរួមក៏ពុកម៉ែបងប្អូនអាចមកសិក្សាក្នុងការបងរំលោះដករថយន្តទៅប្រើប្រាស់បានដែរបាទរយៈពេលតែ2ថ្ងៃឯងពុកម៉ែបងប្អូនបាទឯកសារងាយបាទពុកម៉ែបងប្អូនអាចដករថយន្តទៅប្រើប្រាស់ក្នុងឱកាសបុណ្យអុំទូកខាងមុខតែម្ដងបាទជាប្រភេទរថយន្តលក្ខណៈគ្រួសារបាទការ៉ាស់ហើយណាមួយទៀតការ៉ាស់ VS 168របស់យើងខ្ញុំបាទពុកម៉ែបងប្អូនមិនមែនមានត្រឹមតែរថយន្ត2គ្រឿងដែលខ្ញុំបង្ហាញខាងលើទេគឺមានរថយន្តច្រើនគ្រឿងច្រើនប្រភេទក្នុងស្តុកតែម្ដងបាទមិនថាជាប្រភេទរថយន្តជីលក្ខណៈគ្រួសារប្រភេទរថយន្តSUV ប្រភេទរថយន្តចូលព្រៃឡើងភ្នំឬក៏ប្រភេទរថយន្តប្រើប្រាស់ជាអាជីវកម្មបាទគឺមានច្រើនមែនទែនក្នុងស្តុកប៉ុន្តែថ្ងៃនេះខ្ញុំសូមមកបង្ហាញតែរថយន្ត2គ្រឿងទេដែលយើងទើបតែសម្រិតសម្រាំងថ្មីដាក់ជូនពុកម៉ែបងប្អូនបាទគឺប្រភេទរថយន្ត RAV4 ដែលនៅខាងក្រោយយើងខ្ញុំតែម្ដងបាទឥឡូវកុំឲ្យខាត់ពេលយូរពុកម៉ែបងប្អូនខ្ញុំសូមមកបង្ហាញរថយន្តជូនពុកម៉ែបងប្អូនតែម្ដងបាទឥឡូវខ្ញុំសូមមកបង្ហាញរថយន្តឆ្នាំផលិត2001មុនបាទ2001មុនបាទពុកម៉ែបងប្អូនស្គាល់ហើយប្រភេទរថយន្ត Toyota RAV4 ជាប្រភេទរថយន្តជីលក្ខណៈគ្រួសារដែលពេញនិយមមែនទែនហើយពុកម៉ែបងប្អូនសឹងតែ 90% ស្គាល់ប្រភេទរថយន្តមួយនេះបាទជាប្រភេទរថយន្តស៊ីសាំងតិចគ្រឿងបន្លាស់ក៏ធូរថ្លៃសម្បូរនិងជាប្រភេទរថយន្តដែលធន់បាទអញ្ចឹងមកកាមេរ៉ាមែនយើងមកបង្ហាញរថយន្តបាទសូមមកបង្ហាញរថយន្តបាទឆ្នាំផលិត2001ពន្ធបងតែ 100000 ទេពុកម៉ែបងប្អូនពន្ធបងតែ 100000 ទេបាទប្រភេទរថយន្ត4ម៉ាស៊ីនបាទហើយសម្រាប់ទឹកថ្នាំនៃរថយន្តឆ្នាំផលិត01នេះពណ៌ទឹកមាសបាទពុកម៉ែបងប្អូនគឺថ្នាំពណ៌ទឹកមាសបាទហើយប្រភេទថ្នាំគឺនៅសំណុំបាទតែម្ដងបាទសឹងតែ70 80 90% ហើយបាទហើយគ្មានបញ្ជាក់ណាការ៉ាស់ VS 168ខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនធានាទៅលើការអត់បុកអត់ប៉ះកលាប់កាត់តស្ងោបដូរពណ៌អីទេបាទគឺជាប្រភេទរថយន្តដែលយើងសម្រិតសម្រាំងស្អាតដែលដាក់ជូនពុកម៉ែបងប្អូនបាទខ្ញុំបញ្ជាក់មុននឹងយើងដាក់លក់ជូនឬក៏ដាក់ជូនពុកម៉ែបងប្អូនជាវគ្រប់រថយន្តទាំងអស់គឺយើងបានសម្អាតរួចរាល់ហើយមិនថាយើងសម្អាតទៅលើទឹកថ្នាំប៉ូលាបោកពុកផ្នែកខាងក្នុងសម្អាតផ្នែកខាងក្នុងនិងផ្នែកម៉ាស៊ីននិងផ្នែកបាតខាងក្រោមនៃរថយន្តបាទឥឡូវខ្ញុំសូមបង្ហាញនេះទឹកថ្នាំគឺភ្លឺរលោងតែម្ដងបាទយើងរៀបចំជូនពុកម៉ែបងប្អូនរួចហើយនេះលក្ខណៈពិសេសសម្បកកង់គឺថ្មីទាំង4គ្រាប់តែម្ដងបាទពុកម៉ែបងប្អូនគឺថ្មីទាំង4គ្រាប់តែម្ដងបាទឌីលេខ្ពស់ពុកម៉ែយកបងប្អូនយកទៅប្រើប្រាស់បានរយៈពេលយូរទៀតបាទហើយមានទំនុកចិត្តទៀតបាទពុកម៉ែបងប្អូនមកកាមេរ៉ាមែនយើងសូមមកបង្ហាញផ្នែកខាងក្នុងនៃរថយន្តបាទសម្រាប់រថយន្តឆ្នាំ2001នេះឆ្នាំ2001យើងគិតទៅវាជាង20ឆ្នាំហើយពុកម៉ែបងប្អូនប៉ុន្តែសម្រាប់ផ្នែកខាងក្នុងនៃរថយន្តគឺនៅថ្មីស្រឡាងតែម្ដងពុកម៉ែបងប្អូនស្រោមពុកកម្មញ្ញស៊ីនរបស់រថយន្ត RAV4 តែម្ដងអត់មានការផ្លាស់ប្ដូរឬក៏ដេរថ្មីទេបាទផ្នែកខាងក្នុងកាមេរ៉ាមែនជួយចាប់ផ្នែកខាងក្នុងគឺនៅសំណុំអត់មានការបែកបាក់ឬក៏កែច្នៃអីទេគឺនៅសំណុំរបស់រថយន្តគឺនៅថ្មីតែម្ដងគឺសំបីស្លោកអីក៏គ្មានដែរបាទហើយនេះផ្នែកជញ្ជាំងទ្វារបាទគឺនៅស្អាតតែម្ដងហើយអត់មានកលាប់អត់មានកាត់តអីទេបាទកូដរថយន្តគឺនៅទាំងអស់បាទផ្នែកកូដខាងក្នុងនៃរថយន្តក៏នៅមានសម្រាប់ពុកម៉ែបងប្អូនកលុកកលៀកខ្ចៅខ្ចងគឺនៅសំណុំរបស់រថយន្តតែម្ដងបាទគឺនៅស្អាតណាស់បាទគឺនៅស្អាតតែម្ដងដូចខ្ញុំបញ្ជាក់អញ្ចឹងចំពោះរថយន្តដែលស្អាតទើបខ្ញុំដាក់ជូនពុកម៉ែបងប្អូនជាវយកទៅប្រើប្រាស់បានបាទនេះសូមបង្ហាញផ្នែកខាងក្រោយនៃរថយន្តបាទផ្នែកខាងក្រោយនៃរថយន្តគឺដូចខ្ញុំបញ្ជាក់ស្រោមពុកគឺស្រោមពុកមញ៉ៃស៊ីនរបស់រថយន្តសំណុំប្រអប់សំណុំដៃជើងផ្នែកខាងក្រោយគឺអត់មានការបែកបាក់ទេសូម្បីខ្សែក្រវ៉ាត់ក៏នៅកូដនៃរថយន្តតែម្ដងព័ត៌មានរថយន្តលេខកូដរថយន្តនិងជញ្ជាំងទ្វារគឺនៅស្អាតសឹងសំណុំរបស់រថយន្តហើយពុកម៉ែបងប្អូនបាទឥឡូវយើងសូមបង្ហាញផ្នែកផ្សេងទៀតនៃរថយន្តបាទនេះពុកម៉ែបងប្អូន
កញ្ចក់នៅកូដមួយជុំបាទនៅកូដកញ្ចក់ស៊ីនរបស់រថយន្តតែម្ដងគឺមួយជុំគ្មានការបែកបាក់អីទេបាទដូចខ្ញុំបញ្ជាក់អញ្ចឹងហើយពុកម៉ែបងប្អូនស្គាល់ហើយប្រភេទរថយន្ត RAV4 ជាប្រភេទរថយន្តដែលមានទ្វារ5គ្រាប់បាទទ្វារ5គ្រាប់គឺទ្វារខាងក្រោយផ្នែកខាងក្រោយគឺមានទ្វារធំមួយបើកចំហៀងដូចទ្វារខាងមុខបើកចំហៀងបាទធម្មតាបើកចំហៀងហើយផ្នែកទ្វារខាងក្រោយគឺមានបំពាក់កង់សកួរបាទមានបំពាក់កង់សកួររថយន្តនៅផ្នែកខាងក្រោយតែម្ដងបាទហើយខាងក្នុងគឺមានការធំទូលាយបាទសម្រាប់តម្រូវការពុកម៉ែបងប្អូនដាក់អីវ៉ាន់ផ្សេងៗឬក៏តាមតម្រូវការពុកម៉ែបងប្អូនតែម្ដងមិនថាប្រអប់ដៃជើងគឺនៅស្អាតណាស់កាមេរ៉ាមែនសូមចាប់ឲ្យចិត្តបន្តិចបានហើយដើម្បីឲ្យពុកម៉ែបងប្អូនឃើញថាសំណុំនៅខាងក្នុងផ្នែកខាងក្រោយនេះគឺនៅស្អាតបាទនេះខ្ញុំសូមបើកបាតជូនពុកម៉ែបងប្អូនមើលជាក់ស្ដែងគឺបាតរថយន្តបាទគឺគ្មានការបុកប៉ះអីទេបាទហើយជាពិសេសគឺគ្មានការច្រេះពុកអីធ្លុះធ្លាយអីទេបាទនេះផ្នែកខាងក្រោយនេះរថយន្តគឺបាតគឺនៅស្អាតតែម្ដងពុកម៉ែបងប្អូនបាទឥឡូវកាមេរ៉ាមែននេះតាមធ្នេររថយន្តជួយចាប់ឲ្យតិចបាទគឺដូចខ្ញុំបញ្ជាក់អត់មានកន្លាប់កាត់តអីទេបាទគឺនៅធ្នេស៊ីនរបស់រថយន្តតែម្ដងកន្លែងចំណុចខ្វះខាតគឺតែងតែមានហើយប៉ុន្តែខ្ញុំនឹងបំពេញបន្ថែមជូនពុកម៉ែបងប្អូននៅពេលដែលពុកម៉ែបងប្អូនមកពិនិត្យរថយន្តផ្ទាល់បាទខ្វះខាតខ្ញុំនឹងបំពេញបន្ថែមជូនបាទកាមេរ៉ាមែនយើងបង្ហាញផ្នែកខាងក្រោមនៃបាតរថយន្តតើយើងស្អាតយ៉ាងម៉េចឬក៏មានបញ្ហាយ៉ាងម៉េចយើងនឹងបញ្ជាក់ជូនពុកម៉ែបងប្អូនបាទនេះគឺយើងបានសម្អាតរួចរាល់ហើយស្ទីមបាតសម្អាតបាតរួចរាល់អស់ហើយពុកម៉ែបងប្អូនគឺគ្មានការកាន់ដីក្រហមឬក៏ស្នឹមឬក៏ពុកច្រេះទេបាទខ្ញុំឲ្យកាមេរ៉ាចាប់ជូនពុកម៉ែបងប្អូនបញ្ជាក់ច្បាស់ជូនពុកម៉ែបងប្អូនតែម្ដងបាទឥឡូវកាមេរ៉ាមែនយើងសុំទៅបង្ហាញនៅប្លុកម៉ាស៊ីនខាងមុខជូនពុកម៉ែបងប្អូនបន្តទៀតបាទតោះដូចខ្ញុំបញ្ជាក់ Garage VS 168តែងតែដាក់រថយន្តបង្ហាញជូនពុកម៉ែបងប្អូនមិនថាជាវីដេអូឬក៏រូបភាពសន្លឹកគឺដាក់ជូនពុកម៉ែបងប្អូនច្បាស់នឹងផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនតែម្ដងនេះផ្នែកសំណុំនៃរថយន្តពុកម៉ែបងប្អូនផ្នែកសំណុំប្លុកនៃរថយន្តគឺពួកខ្ញុំបានសម្អាតរួចរាល់ហើយជាពិសេសគឺខ្ញុំនិយាយថាអត់មានបុកប៉ះគឺផលិតទៅលើធ្នឹមរថយន្តបាទគឺលេខកូដរថយន្តធ្នឹមអីគឺបាទបូមអីគឺនៅសំណុំរបស់រថយន្តតែម្ដងពុកម៉ែបងប្អូនបាទគ្មានការបុកប៉ះអីកលាប់អីកាត់តអីក្បាលរថយន្តអត់មានទេបាទសម្រាប់ផ្នែកម៉ាស៊ីនប្រព័ន្ធភ្លើងគឺនៅសំណុំរបស់រថយន្តហើយគ្មានប្រវត្តិរើម៉ាស៊ីនជួសជុលម៉ាស៊ីនផ្នែកម៉ាស៊ីនអីទាំងអស់គាត់ថាចំណុចខ្វះខាតយើងបះបើជូនពុកម៉ែបងប្អូនរួចរាល់ហើយសូម្បីអាគុយអីបញ្ហាផ្សេងអីគឺពួកខ្ញុំរៀបចំជូនរួចហើយគ្រឿងក្រោមអីគឺមកស្អាតជូនពុកម៉ែបងប្អូនហើយបាទអរគុណនេះសម្រាប់រថយន្ត RAV4 2001ឆ្នាំផលិត2001ពណ៌ទឹកមាសខ្ញុំបានបង្ហាញជូនប៉ុណ្ណេះឥឡូវខ្ញុំសូមមកបង្ហាញជូនមួយគ្រឿងទៀតបាទដែលជាប្រភេទរថយន្ត Toyota RAV4 ដូចគ្នាតែនេះពណ៌សឆ្នាំផលិត2002បាទឆ្នាំផលិត2002សម្រាប់ឆ្នាំផលិត2001និង2002អត់មានផ្នែកណាខុសគ្នាច្រើនទេតិចតួចបំផុតពុកម៉ែបងប្អូនសឹងតែយើងមើលទៅជារថយន្តតែមួយប៉ុន្តែគាត់ថាឆ្នាំផលិតខុសគ្នាបងប្អូនបាទគឺឆ្នាំផលិត2002នេះជាពណ៌សនេះគឺជារថយន្តស្អាតដូចគ្នាពុកម៉ែបងប្អូនយើងសម្រាប់សម្រាំងរថយន្តដែលស្អាតដាក់ជូនពុកម៉ែបងប្អូនដូចគ្នាបាទមិនថាទឹកថ្នាំមិនថាផ្នែកផ្សេងឬសម្បកកង់ដូចគ្នាសម្បកកង់គឺថ្មីទាំង4គ្រាប់ដូចគ្នាតែម្ដងគឺយើងរៀបចំជូនពុកម៉ែបងប្អូនរួចរាល់ហើយបាទហើយមិនទឹកថ្នាំភ្លឺរលោងចែងចាំងដូចគ្នាបាទគឺពុកម៉ែបងប្អូនយកទៅប្រើប្រាស់តែម្ដងពួកយើងបានរៀបចំរួចហើយមកកាមេរ៉ាមែនយើងមកបង្ហាញផ្នែកខាងក្នុងបាទថតកង់ឲ្យពុកម៉ែបងប្អូនឃើញទៀតកុំឲ្យយើងថាតើកង់ថ្មីមែនពិតមែនអត់ហើយ delay ខ្ពស់ទៀតទាំង4គ្រាប់តែម្ដងបាទមកកាមេរ៉ាមែនយើងបង្ហាញផ្នែកខាងក្នុងនៃរថយន្តបាទនេះពុកម៉ែបងប្អូនមើលផ្នែកខាងក្នុងនៃរថយន្តដូចគ្នាពណ៌ខាងក្នុងគឺពណ៌គេហៅថាពណ៌ទឹកដោះគោដូចគ្នាបាទស្រោមពុកស៊ីនដូចគ្នាផ្នែកកាមញ្ញគឺស្រោមពុកកាមញ្ញស៊ីនរបស់រថយន្តបាទគ្មានការដេរថ្មីឬក៏ប៉ះបើគឺស៊ីនរបស់រថយន្តតែម្ដងគឺយើងសម្អាតរួចរាល់ហើយផ្នែកខាងក្នុងគឺគ្មានការបែកបាក់អីទេបាទកាមេរ៉ាមែនចាប់ឲ្យច្បាស់ជូនពុកម៉ែបងប្អូនហើយលក្ខណៈពិសេសរបស់រថយន្ត RAV4 ឆ្នាំ2002ពណ៌សនេះគឺម្ចាស់មុនក៏បានបំពាក់ប្រព័ន្ធ Android គេហៅអេក្រង់ Android រួចជាស្រេចបាទគឺយើងមានកាមេរ៉ាមុខក្រោយនឹងដាក់លេខអាយ៉ៃគេហៅលេខថយក្រោយគឺមានកាមេរ៉ាដូចជាស្រេចហើយបាទផ្នែកជញ្ជាំងបាទកាមេរ៉ាមែនបង្ហាញផ្នែកជញ្ជាំងគឺនៅថ្មីស្រឡាងគ្មានការបែកបាក់អីគេកែច្នៃឬក៏ផ្លាស់ប្ដូរទេបាទនេះសំបីកូដរបស់ទ្វាររបស់រថយន្តមិនថាពណ៌មានផ្សេងបាទគឺនៅសំណុំរបស់រថយន្តតែម្ដងពុកម៉ែបងប្អូនបាទ
ក្រាស់ VM 168ហ៊ានធានាទៅលើរថយន្តដែលយើងដាក់បង្ហាញជូនឬក៏រថយន្តដែលមានក្នុងស្តុកបាទគឺយើងបានដាក់បង្ហាញជូនហើយនឹងធានាជូនទៅលើពុកម៉ែបងប្អូនទៅលើប្រព័ន្ធភ្លើងម៉ាស៊ីនប្រអប់លេខពុកម៉ែបងប្អូនយកទៅប្រើប្រាស់រយៈពេល10ទៅ15ថ្ងៃមានបញ្ហាយកមកក្រាស់យើងខ្ញុំវិញពួកខ្ញុំមានធានានឹងប្រទំនុកចិត្តជូនពុកម៉ែបងប្អូនបាទនេះមកបង្ហាញពុកម៉ែបងប្អូនផ្នែកខាងក្រោយនៃរថយន្តកាមេរ៉ាមែនគឺយើងសូមបញ្ជាក់នៅក្នុងវីដេអូឲ្យច្បាស់ជូនពុកម៉ែបងប្អូនយើងដើម្បីគាត់ពួកគាត់យកទៅប្រើប្រាស់ជាយកទៅប្រើប្រាស់គឺមានទំនុកចិត្តតែម្ដងបាទគឺកុំឲ្យថាពុកម៉ែបងប្អូនយកទៅប្រើប្រាស់ហើយមានបញ្ហាអញ្ចេះអញ្ចោះបាទគឺផ្នែកខាងក្នុងនៃផ្នែកខាងក្រោយរបស់រថយន្តគឺនៅសំណុំទាំងអស់បាទមិនថាជញ្ជាំងទ្វារមានការរហែកបែកបាក់កែច្នៃអីទេបាទហើយប្រព័ន្ធភ្លើងខាងផ្នែកខាងក្រោយក៏នៅដំណើរការទាំងអស់ 100% ដែរមិនថាប្រព័ន្ធខ្សែក្រវ៉ាត់មិនថាប្រព័ន្ធផ្សេងនៃផ្នែកខាងក្រោយបាទគឺនៅដំណើរការ 100% បាទឥឡូវយើងសូមមកបង្ហាញនៅផ្នែកខាងទ្វារខាងក្រោយទ្វារទី5នៃខាងផ្នែកគូតក្រោយនៃរថយន្តតែម្ដងពិសេសទៀតគឺរថយន្តនេះគឺម្ចាស់មុនគាត់បានបំពាក់ឃ្លុបនៃកង់សកួរដែលមើលទៅស៊ីវិល័យមែនទែនបងប្អូនស៊ីវិល័យមែនទែនស្រស់ស្អាតស៊ីវិល័យមែនទែនបាទហើយដូចខ្ញុំបញ្ជាក់អញ្ចឹងនេះសូម្បីកូនកញ្ចក់របស់ Toyota RAV4 គឺនៅមកជុំបងប្អូនគឺនៅមកជុំតែម្ដងបាទគឺនៅតែមកជុំតែម្ដងមកខ្ញុំសូមបង្ហាញផ្នែកខាងក្រោយវាអត់ខុសគ្នាពី01ប្រហែលទេបងប្អូនគឺអត់មានខុសគ្នាទេបាទគឺប្រអប់ដៃជើងជ័រខាងក្នុងគឺនៅសំណុំហើយនៅស្រស់ស្អាតមែនទែនគ្មានការបែកបាក់កែច្នៃទេមិនថាឥឡូវខ្ញុំសូមបង្ហាញបាតដូចគ្នានេះបាតរថយន្តបងប្អូនមើលឃើញជាក់ស្ដែងបាតរថយន្តគឺខ្ចីញ៉ាញ់តែម្ដងគ្មានការពុកច្រេះឬក៏បុកប៉ះអីទេផ្នែកខាងក្រៅអត់មានទេបាទនេះផ្នែកខាងក្រៅបាទគឺស្អាតបាទបងប្អូនហើយនេះនេះកាមេរ៉ាមែនចាប់នេះគឺអត់មានកលាប់ជ្រិចអីទេគឺនៅធ្នេស៊ីនរបស់រថយន្តតែម្ដងបងប្អូននឹងមកជុំបាទកលុកកលៀតហើយខ្ញុំសូមបញ្ជាក់ទ្វារក្រោយនៃរថយន្ត RAV4 បងប្អូនខ្លះគាត់មកពិនិត្យរថយន្តគាត់បើកទៅលឺក្លឹកតែផ្នែកលឺហ្នឹងគឺជាផ្នែកទប់លំនឹងនៃទ្វារខាងក្រោយរបស់រថយន្ត RAV4 ទេមូលហេតុដោយសារទ្វារខាងក្រោយទប់លំនឹងគេដាក់ហ្សឺននៃកលឹះគឺត្រូទម្ងន់នៃកង់បាទគឺត្រូទម្ងន់នៃកង់សកួរបើយើងអត់ធ្វើហ្សឺនទេគឺទប់ទម្ងន់នៃកង់សកួរអត់ជាប់ទេហើយពុកម៉ែបងប្អូនមិនបាច់ព្រួយបារម្ភទេបើមានបញ្ហាពួកខ្ញុំនឹងធ្វើការរៀបចំជូនពុកម៉ែបងប្អូនបន្តជាថ្មីទៀតបាទមកបង្ហាញបាតរថយន្តទី2នេះបាទឆ្នាំ02នេះពណ៌សនេះបាតរថយន្តគឺនេះស្អាតតែម្ដងដូចគ្នាសម្អាតរួចរាល់ដូចគ្នាគ្មានការកាន់ស្នឹមកាន់ដីក្រហមអីទេគឺយើងសម្អាតរួចរាល់ហើយគឺថ្មីភ្លឺរលោងតែម្ដងគ្មានការពុកច្រេះអីទៀតបាទគឺស្អាតណាស់រថយន្តទាំងពីរគ្រឿងនេះគឺដាក់ជូនពុកម៉ែបងប្អូនគឺយើងរៀបចំស្អាតហើយរួចរាល់តែម្ដងហើយបាទមកយើងមានតើបង្ហាញបន្តទៀតនៅផ្នែកប្លុកម៉ាស៊ីននៃឆ្នាំ02នេះឆ្នាំ2002ពណ៌សនេះប្លុកម៉ាស៊ីនដោយបញ្ជាក់អញ្ចឹងប្លុកម៉ាស៊ីនក៏យើងបានរៀបចំរួចរាល់ហើយជូនពុកម៉ែបងប្អូនរួចរាល់ដូចឆ្នាំ01ដូចនេះគឺយើងបានសម្អាតម៉ាស៊ីនប្លុកម៉ាស៊ីនអីរួចរាល់អស់ហើយបាទនេះគឺស្អាតតែម្ដងពុកម៉ែបងប្អូនឃើញប្លុកហើយមិនថាធ្នឹមបុកប៉ះអីអត់មានទេមើលធ្នឹមសូម្បីលេខកូដស៊ីនក៏យើងនៅព័ត៌មានផ្សេងៗរបស់រថយន្តគឺយើងនៅបាទបង្ហាញព័ត៌មានផ្សេងៗរបស់រថយន្តគឺយើងនៅបាទកន្លែងចំណុចខ្វះខាតតិចតួចពុកម៉ែបងប្អូនពិនិត្យរថយន្តចាស់ស្ដែងពួកខ្ញុំរៀបចំជូនចាស់ស្ដែងជូនពុកម៉ែបងប្អូនបន្តកុំមានការអាអន់សម្ពុនចិត្តបាទផ្នែករថយន្តសំបីប្រព័ន្ធភ្លើងប្រព័ន្ធតយោនិងម៉ាស៊ីនមានប្រវត្តិក្នុងការផ្លាស់ប្ដូរឬក៏ជួសជុលអីទេបាទពុកម៉ែបងប្អូនបាទគឺស្អាតណាស់សម្រាប់រថយន្តមួយគ្រឿងទាំងពីរគ្រឿងនេះបាទរថយន្តទាំងពីរគ្រឿងពុកម៉ែបងប្អូនជឿយកទៅប្រើប្រាស់លក្ខណៈគ្រួសារបាទគឺល្អបំផុតមែនទែនបាទជាជំរើសឬក៏តម្រូវការល្អសម្រាប់ពុកម៉ែបងប្អូនទី1វាស៊ីសាំងតិចពុកម៉ែបងប្អូន100គីឡូស៊ី6 7លីត្រទេពុកម៉ែបងប្អូនបាទហើយពុនក៏បងតែ 100000 ដែរបាទហើយជាពិសេសពុនផ្លូវគឺយើងបងជូនពុកម៉ែបងប្អូនរួចរាល់អស់ហើយសម្រាប់ឆ្នាំ2025នេះបាទបងពុនរួចអស់ហើយខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូននៅការ៉ាស់ VM 168ពួកខ្ញុំសូមបញ្ជាក់និងផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនពាក់ព័ន្ធរាល់រថយន្តទាំងអស់ដែលមានក្នុងស្តុកនិងលក់ដាក់ឲ្យពុកម៉ែបងប្អូនជាយកទៅប្រើប្រាស់គឺមានធានានិងផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនដូចជាមេកានិកម៉ាស៊ីនប្រអប់លេខពុកម៉ែបងប្អូនយកទៅប្រើប្រាស់រយៈពេល15ថ្ងៃមានបញ្ហាទៅលើមេកានិកម៉ាស៊ីនប្រអប់លេខពុកម៉ែបងប្អូនមិនកុំបាច់ព្រួយបារម្ភពួកខ្ញុំនឹងទទួលយកមកធ្វើការជួសជុលជូនបើធ្ងន់ធ្ងរពួកខ្ញុំនឹងធ្វើការផ្លាស់ប្ដូរជូនពុកម៉ែបងប្អូនតែម្ដងផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនតែម្ដងបាទដូចខ្ញុំបញ្ជាក់នៅវីដេអូខាងលើលក្ខណៈពិសេសរបស់ក្រាស់យើង
មិនមែនមានតែរថយន្ត2គ្រឿងនេះទេបាទគឺមានរថយន្តជាច្រើនគ្រឿងទៀតនៅក្នុងស្តុកតែម្ដងពុកម៉ែបងប្អូនអាចមកពិនិត្យនិងមានជំរើសច្រើនសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់ដូចខ្ញុំបញ្ជាក់អញ្ចឹងប្រភេទ SUV ប្រភេទ Hybrid ប្រភេទរថយន្តស៊េរីចាស់ដូចជាប្រភេទឆ្លាមណាប្រភេទរថយន្តដែលធ្វើអាជីវកម្មដូចជា Starrex ប្រភេទរថយន្ត Grand Starrex ប្រភេទរថយន្ត Alphard ពួកយើងក៏មានក្នុងស្តុកដែរម្ដងពុកម៉ែបងប្អូនហើយលក្ខណៈពិសេសគឺពុកម៉ែបងប្អូនចង់បងរំលោះជាមួយនឹងការ៉ាស់របស់យើងខ្ញុំមានការដៃគូសហការគឺមេក្រូហិរញ្ញវត្ថុនិងធនាគារប៉ុន្តែការប្រាក់ទាបរបស់ពុកម៉ែបងប្អូនគឺសម្រាប់ពុកម៉ែបងប្អូនមានលទ្ធភាពក្នុងការដករថយន្តទៅប្រើប្រាស់តែម្ដងជាពិសេសលក្ខណៈពិសេសពុកម៉ែបងប្អូនមានប្រាក់ចូលរួមក៏ពុកម៉ែបងប្អូនមកសិក្សាបានជាពិសេសគ្មានប្រាក់ចូលរួមក៏ពុកម៉ែបងប្អូនអាចមកសិក្សាក្នុងការដករថយន្តទៅប្រើប្រាស់បានដែររយៈពេលតែ2ថ្ងៃឯកសារងាយចិត្តដកបុណ្យអុំទូកឲ្យពុកម៉ែបងប្អូនមកសិក្សាមួយខ្ញុំយករថយន្តទៅប្រើប្រាស់ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះបាទរាល់ព័ត៌មានផ្សេងនិងសេវាកម្មផ្សេងពុកម៉ែបងប្អូនអាចតាក់ទងមកខ្ញុំតាមលេខទូរស័ព្ទក្នុងវីដេអូនេះក៏បាន Telegram ក៏បានឬក៏ក្នុង Page ក៏បានខ្ញុំនឹងផ្ដល់សេវាកម្មនិងព័ត៌មានល្អៗជូនពុកម៉ែបងប្អូនសួរមិនទិញក៏អត់បញ្ហាដែរពុកម៉ែបងប្អូនរីករាយក្នុងការស្វាគមន៍ពុកម៉ែបងប្អូនមកមើលរថយន្តមិនទិញក៏អត់បញ្ហាដែររីករាយស្វាគមន៍ពុកម៉ែបងប្អូននៅការ៉ាស់ VA 168តែខ្ញុំបញ្ជាក់បើចង់ច្បាស់មកពិនិត្យឡានជាក់ស្ដែងនៅការ៉ាស់ខ្ញុំនឹងផ្ដល់សេវាកម្មជូនទំនុកចិត្តជូនហើយនិយាយគ្នាក្នុងតម្លៃណាក៏ដោយចែកជូនបងប្អូនប្រើបានពួកខ្ញុំនឹងចែកជូនបងប្អូនយកទៅប្រើប្រាស់ហើយខ្ញុំបញ្ជាក់ទៅលើតម្លៃបន្តិចទៀតឃើញរថយន្តទាំងពីរគ្រឿងនេះមែនប៉ុន្តែអត់ថ្លៃទេបងប្អូនជាពិសេសលក់ក្រោមតម្លៃទីផ្សារតែម្ដងបាទក្រោមតម្លៃទីផ្សារតែម្ដងបាទពុកម៉ែបងប្អូនឆែកទីផ្សារហើយចាំមកពិនិត្យរថយន្តមួយខ្ញុំជជែកគ្នាមួយខ្ញុំក្នុងតម្លៃណាខ្ញុំលក់ជូនបានខ្ញុំនឹងលក់ជូនពុកម៉ែបងប្អូនបាទខ្ញុំមានតែប៉ុណ្្នឹងទេរាល់ព័ត៌មានផ្សេងពុកម៉ែបងប្អូនតំណែងមកខ្ញុំបន្តទៀតបាទអរគុណសូមគោរពជម្រាបលា